ពេលនេះបើធំពេញវ័យហើយត្រឹមតែមួយប្រពេចនៃសោះកូនស្រីច្បងរបស់តារាសម្ដែងអ្នកនាងកុកគីនិងលោកប៊ីមានអាយុ9ឆ្នាំហើយបើចាប់ផ្ដើមមានអ្នកគាំទ្រតាំងពីនៅទូចកាលនោះនាងអាយុទៅតែប៉ុន្មានខែតែប៉ុណ្ណោះជាក្មេងស្រីដែលមានភាពក្រមិចក្រមើមគួរឲ្យស្រឡាញ់និងគួរឲ្យខ្នាញ់បន្ទាប់ពីម្ដាយរបស់បើអ្នកនាងកុកគីបានបង្ហោះរូបថតប៉ុន្មានសន្លឹកក្នុង IG របស់ខ្លួនមានអ្នកគាំទ្រជាច្រើនបានសរសើរថាបើពិតជាស្រស់ស្អាតខ្លាំងណាស់ហើយរូបថតដែលបានបង្ហោះនោះកុកគីបាននិយាយថាគឺថតដើម្បីដាក់ពាក្យចូលរៀននៅក្នុងសាលាបណ្ដុះបណ្ដាលការរាំដែលម្ចាស់សាលានោះគឺជាសាលារបស់ឪពុករបស់បើកំពុងត្រៀមខ្លួនដើម្បីរៀនច្រៀងបន្ថែមនិងរាំឲ្យកាន់តែអស្ចារ្យមិនឲ្យចាញ់ឪពុកម្ដាយរបស់ខ្លួនឡើយរូបប៉ុន្មានសន្លឹកនេះកុំថាឡើយតែអ្នកគាំទ្រសំបីតែម្ដាយរបស់បើផ្ទាល់គឺអ្នកនាងកុកគីបាននិយាយថាមានការភ្ញាក់ផ្អើលជាមួយកូនរបស់នាងជាខ្លាំងពីព្រោះសម្រាប់នាងពីមុនមកបើប្រៀបបានដូចជាដុំថ្មមូលទូចមួយឥឡូវនេះចាប់ផ្ដើមធំឡើងហើយក៏មានអ្នកគាំទ្រជាច្រើនវិញបានចូលទៅខមមិននៅក្នុងរូបភាពដែលនាងបានបង្ហោះថាបើកាន់តែធំគឺកាន់តែស្អាតដូចម្ដាយតែពូកែរំដូចឪពុកលៀបបែបនេះហើយឪពុកម្ដាយណាដែលថាមិនសប្បាយចិត្តគឺកាន់តែមានមោទនភាពចំពោះកូនស្រីរបស់ខ្លួនកាន់តែច្រើនឡើងផងដែរងាកមកសង្កេតនិងចាប់អារម្មណ៍ទៅលើក្បាច់រាំរបស់បើគឺកាន់តែអស្ចារ្យនិងទាន់សម័យមិនចាញ់ឪពុករបស់ខ្លួនឡើយហើយក្បាច់រាំនីមួយបង្ហាញអំពីភាពទាក់ទាញដូចនេះហើយមានអ្នកគាំទ្រជាច្រើនបាននាំគ្នានិយាយថាបើនឹងមិនខុសពីឪពុកម្ដាយរបស់នាងឡើយនាពេលអនាគតដ៏ឆាប់នេះបើនឹងមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈពេលនេះបើធំពេញវ័យហើយត្រឹមតែមួយប្រពេចនៃសោះកូនស្រីច្បងរបស់តារាសម្ដែងអ្នកនាងកុកគីនិងលោកប៊ីមានអាយុ9ឆ្នាំហើយបើចាប់ផ្ដើមមានអ្នកគាំទ្រតាំងពីនៅទូចកាលនោះនាងអាយុទៅតែប៉ុន្មានខែតែប៉ុណ្ណោះជាក្មេងស្រីដែលមានភាពក្រមិចក្រមើមគួរឲ្យស្រឡាញ់និងគួរឲ្យខ្នាញ់បន្ទាប់ពីម្ដាយរបស់បើអ្នកនាងកុកគីបានបង្ហោះរូបថតប៉ុន្មានសន្លឹកក្នុង IG របស់ខ្លួនមានអ្នកគាំទ្រជាច្រើនបានសរសើរថាបើពិតជាស្រស់ស្អាតខ្លាំងណាស់ហើយរូបថតដែលបានបង្ហោះនោះកុកគីបាននិយាយថាគឺថតដើម្បីដាក់ពាក្យចូលរៀននៅក្នុងសាលាបណ្ដុះបណ្ដាលការរាំដែលម្ចាស់សាលានោះគឺជាសាលារបស់ឪពុករបស់បើកំពុងត្រៀមខ្លួនដើម្បីរៀនច្រៀងបន្ថែមនិងរាំឲ្យកាន់តែអស្ចារ្យមិនឲ្យចាញ់ឪពុកម្ដាយរបស់ខ្លួនឡើយរូបប៉ុន្មានសន្លឹកនេះកុំថាឡើយតែអ្នកគាំទ្រសំបីតែម្ដាយរបស់បើផ្ទាល់គឺអ្នកនាងកុកគីបាននិយាយថាមានការភ្ញាក់ផ្អើលជាមួយកូនរបស់នាងជាខ្លាំងពីព្រោះសម្រាប់នាងពីមុនមកបើប្រៀបបានដូចជាដុំថ្មមូលទូចមួយឥឡូវនេះចាប់ផ្ដើមធំឡើងហើយក៏មានអ្នកគាំទ្រជាច្រើនវិញបានចូលទៅខមមិននៅក្នុងរូបភាពដែលនាងបានបង្ហោះថាបើកាន់តែធំគឺកាន់តែស្អាតដូចម្ដាយតែពូកែរំដូចឪពុកលៀបបែបនេះហើយឪពុកម្ដាយណាដែលថាមិនសប្បាយចិត្តគឺកាន់តែមានមោទនភាពចំពោះកូនស្រីរបស់ខ្លួនកាន់តែច្រើនឡើងផងដែរងាកមកសង្កេតនិងចាប់អារម្មណ៍ទៅលើក្បាច់រាំរបស់បើគឺកាន់តែអស្ចារ្យនិងទាន់សម័យមិនចាញ់ឪពុករបស់ខ្លួនឡើយហើយក្បាច់រាំនីមួយបង្ហាញអំពីភាពទាក់ទាញដូចនេះហើយមានអ្នកគាំទ្រជាច្រើនបាននាំគ្នានិយាយថាបើនឹងមិនខុសពីឪពុកម្ដាយរបស់នាងឡើយនាពេលអនាគតដ៏ឆាប់នេះបើនឹងមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ